បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកមើលអំពីរបៀបនៃការបង្កើតគណនីសេវាអនឡាញសម្រាប់ស្នើសុំសេវាចុងបញ្ជីសូរិយោដីបាទដែលយើងនឹងទស្សនាលើទៅជាដំបូងយើងត្រូវចូលទៅក្នុង website របស់ក្រសួងរៀបចំដែនដីនិងនគររូបនីយកម្មបន្ទាប់មកយើងចុចពាក្យបង្កើតគណនីសម្រាប់អ្នកដែលថ្មីហើយសូមចុចតាមសញ្ញាព្រួយហើយនឹងយើងត្រូវបំពេញព័ត៌មានចាំបាច់ដែលមាននៅក្នុងកន្លងទាំងអស់ហ្នឹងបាទដែលយើងអាចមើលបានបន្ទាប់មកយើងត្រូវបញ្ចូលអត្តសញ្ញាណប័ណ្ណរបស់យើងបន្ទាប់មកយើងវាយលេខអត្តសញ្ញាណប័ណ្ណនិងពាក្យសម្ងាត់ដែលយើងបានបង្កើតតោះមកយើងចុចទៅលើកន្លែងដែលយើងត្រូវធ្វើហើយចំពោះសេវាអនឡាញនេះអាចបង្កើតបានតាមរយៈ